តើកិច្ចព្រមព្រៀងសន្តិភាពបារាំងនិងថៃនៅឆ្នាំ1941មានខ្លឹមសារសំខាន់ៗអ្វីខ្លះមុននឹងជម្រាបជូនអំពីខ្លឹមសារសង្ខេបនៃកិច្ចព្រមព្រៀងសន្តិភាពខាងលើខ្ញុំសូមជម្រាបជូនអំពីបរិបទនយោបាយមុនការចុះកិច្ចព្រមព្រៀងសន្តិភាពនេះនៅក្នុងអំឡុងពេលនោះពិភពលោកកំពុងតែពើបប្រទះជាមួយនឹងសង្គ្រាមលោកលើកទី2ឥទ្ធិពលបារាំងនៅលើឆាកអន្តរជាតិជាពិសេសនៅក្នុងទ្វីបអឺរ៉ុបនិងដែនដីអាណានិគមត្រូវបានចុះខ្សោយដោយសារនៅពេលនោះនៅក្នុងទ្វីបអឺរ៉ុបបារាំងបានចាញ់ប្រៀបប្រទេសអាល្លឺម៉ង់និងអ៊ីតាលីចំណែកឯដែនដីឯនាយសមុទ្រវិញបារាំងក៏មិនសូវមានលទ្ធភាពជួយផ្គត់ផ្គង់ដើម្បីការពារដែនដីរបស់ខ្លួនពីការលុកលុយពីប្រទេសជិតខាងចំពោះនយោបាយក្នុងតំបន់ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងឃើញថាកងទ័ពជប៉ុនបានចូលឈ្លានពានប្រទេសចិនហើយបន្តមកទៀតក៏បានចូលឈ្លានពានតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិកការឈ្លានពានរបស់ជប៉ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ប្រទេសបារាំងប៉ុន្តែដោយសារតែពេលនោះប្រទេសបារាំងគឺស្ថិតនៅក្នុងភាពទន់ខ្សោយមិនអាចទប់ទល់ជាមួយនឹងជប៉ុនបានដូច្នេះបារាំងបណ្ដោយឲ្យជប៉ុនទាមទារតាមតែអំពើចិត្តជាក់ស្ដែងនៅក្នុងខែមិថុនាឆ្នាំ1940ជប៉ុនបានទាមទារឲ្យបារាំងឈប់ជួយផ្ដល់បរិក្ខារសឹកសង្គ្រាមដល់ក្រុមអ្នកតស៊ូរំដោះជាតិចិនតាមរយៈភាគខាងជើងនៃដែនដីឥណ្ឌូចិនទៅកាន់ក្រុមទាំងនោះបារាំងក៏យល់ស្របដោយមើលឃើញឱកាសល្អបែបនេះប្រទេសថៃដែលទើបតែដូរឈ្មោះពីប្រទេសសៀមបានឆ្លៀតឱកាសយកជប៉ុនជាខ្នងបង្អែកនិងចាប់ផ្ដើមបង្កសង្គ្រាមជាមួយនឹងប្រទេសបារាំងនៅតាមព្រំដែនជាប់ជាមួយនឹងប្រទេសរបស់ខ្លួនសង្គ្រាមបារាំងនិងថៃបានផ្ទុះឡើងនៅចុងឆ្នាំ1940ដោយសាររដ្ឋាភិបាលសៀមរបស់លោកប្លែកភិបូលសង្គ្រាមដែលជានាយករដ្ឋមន្ត្រីថៃនៅពេលនោះមានការគាំទ្រដល់ជប៉ុនរដ្ឋាភិបាលនេះបានដឹងថាកងទ័ពបារាំងសេះមានភាពទន់ខ្សោយហើយក៏ឆ្លៀតឱកាសនោះដើម្បីដណ្ដើមយកវិញនៅទឹកដីក្នុងប្រទេសកម្ពុជានិងប្រទេសឡាវដែលសៀមបានប្រគល់ឲ្យបារាំងកាលពីដើមសតវត្សទី20នោះសកម្មភាពទាំងនេះត្រូវគ្នានឹងមនោគមវិជ្ជាជាតិនិយមជ្រុលនិងវិទ្យានិយមរបស់សៀមនៅសម័យនោះសង្គ្រាមរវាងបារាំងនិងថៃនៅលើដីគោកយើងឃើញថាការខ្វះខាតសម្ភារៈបរិក្ខារធ្វើឲ្យទាហានបារាំងសេះទទួលបរាជ័យច្រើនប៉ុន្តែផ្ទុយមកវិញទាហាននៅតាមជើងទឹកឬក៏នៅលើសមុទ្រយន្តហោះនិងនាវាចម្បាំងរបស់បារាំងសេះទទួលបានជោគជ័យដ៏អស្ចារ្យទៅលើកងនាវារបស់សៀមនៅក្នុងខែមករាឆ្នាំ1941ដោយខ្លាចថាមានការអាម៉ាស់មុខកើតមានតទៅទៀតទៅដល់សៀមឬក៏ថៃជប៉ុនបានបង្ខំបារាំងឲ្យធ្វើការចរចានៅទីក្រុងតូក្យូកិច្ចចរចានេះតម្រូវឲ្យបារាំងប្រគល់ខេត្តបាត់ដំបងមួយផ្នែកធំនៃខេត្តសៀមរាបនិងផ្នែកខ្លះទៀតនៃទឹកដីឡាវសរុបជាតួលេខមានផ្ទៃដីច្រើនជាង65,000 គីឡូម៉ែត្រក្រឡាជាថ្នូរមកវិញបារាំងទទួលបានទឹកប្រាក់ចំនួនតិចតួចណាស់គឺចំនួន6លានភីយ៉ាសការកាត់ទឹកដីនោះបារាំងបានសម្រេចរក្សាទុកប្រាសាទអង្គរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជាប៉ុន្តែការអាម៉ាស់មុខតែបាត់បង់ដែនដីបានធ្វើឲ្យព្រះបាទមុនីវង្សទ្រង់សោយទុក្ខសង្រេងព្រះអង្គបានសោយទីមង្គតនៅខែមេសាឆ្នាំ1941ព្រះអង្គមិនព្រមឲ្យមន្ត្រីបារាំងសេះចូលគាល់ព្រះអង្គឬក៏សន្ទនាជាមួយនរណាម្នាក់ជាភាសាបារាំងសេះឡើយកិច្ចចរចារវាងបារាំងនិងថៃដែលមានអ្នកសម្របសម្រួលជាប្រទេសជប៉ុននេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសថៃប៉ុណ្ណោះទេប៉ុន្តែទន្ទឹមនោះប្រទេសជប៉ុនក៏ទទួលបានផលប្រយោជន៍មិនតិចដែរពីកិច្ចព្រមព្រៀងសន្តិភាពនេះផលប្រយោជន៍ទី1គឺជប៉ុនអាចពង្រីកឥទ្ធិពលរបស់ខ្លួននៅកាន់តំបន់អាស៊ីអាគ្នេយ៍ខណៈពេលដែលប្រទេសមហាអំណាចអឺរ៉ុបកំពុងតែជួបប្រទះបញ្ហានិងចុះខ្សោយអំណាចរបស់ខ្លួនមានដូចជាបារាំងជាមួយនឹងចក្រភពអង់គ្លេសជាដើមផលប្រយោជន៍ទី2គឺជប៉ុនសម្លឹងឃើញធនធានធម្មជាតិនិងរ៉ែជាច្រើនដែលអាចផ្គត់ផ្គង់ដល់កងទ័ពរបស់ខ្លួនក្នុងការពង្រីកប្រតិបត្តិការសឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបើយើងពិនិត្យមើលផ្នែកយុទ្ធសាស្ត្រការដែលជប៉ុនអាចកាន់កាប់តំបន់អាស៊ីអាគ្នេយ៍ឬក៏ឥណ្ឌូចិននៅពេលនោះគឺជប៉ុនអាចកាត់ផ្តាច់ជំនួយពីតំបន់អាស៊ីអាគ្នេយ៍ភាគខាងជើងទៅក្រុមអ្នកជាតិនិយមចិនដែលកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងកងកម្លាំងជប៉ុនទាំងអស់នេះគឺជាផលចំណេញដែលជប៉ុននិងថៃទទួលបានពីកិច្ចព្រមព្រៀងសន្តិភាពនិងកលតិសៈនយោបាយនៅពេលនោះ
ទាំងអស់នេះគឺជាព្រឹត្តិការណ៍និងបរិបទនយោបាយអន្តរជាតិនិងបរិបទនយោបាយក្នុងតំបន់មុនពេលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងបារាំងនិងថៃដែលធ្វើឡើងកាលពីថ្ងៃទី9 ខែឧសភាឆ្នាំ1941តើកិច្ចព្រមព្រៀងនោះមានខ្លឹមសារសំខាន់ៗយ៉ាងណាខ្លះគោលបំណងចម្បងនៃកិច្ចព្រមព្រៀងសន្តិភាពនេះគឺទី1ដើម្បីបញ្ចប់ជម្លោះរវាងប្រទេសថៃជាមួយនឹងបារាំងនៅតំបន់ឥណ្ឌូចិននិងទី2សំខាន់នោះគឺដើម្បីកែតម្រូវខ្សែបន្ទាត់ព្រំដែនរវាងថៃជាមួយនឹងទឹកដីបារាំងឥណ្ឌូចិនតែគេយល់ឃើញថាការកែតម្រូវខ្សែបន្ទាត់ព្រំដែននេះនឹងធ្វើឲ្យលែងមានជម្លោះហើយខ្សែបន្ទាត់ព្រំដែននឹងមានសន្តិភាពនិងភាពស្ងប់ស្ងាត់កិច្ចព្រមព្រៀងសន្តិភាពមានចែង13ប្រការក្នុងប្រការ1គេចែងថាទំនាក់ទំនងមិត្តភាពរវាងបារាំងជាមួយនឹងថៃត្រូវបានតបជាប់ឡើងវិញដែលយោងទៅតាមសន្ធិសញ្ញាមិត្តភាពពាណិជ្ជកម្មនាវាចរដែលបានធ្វើឡើងកាលពីថ្ងៃទី7ខែធ្នូឆ្នាំ1937នៅក្នុងប្រការ2គេមានរៀបរាប់អំពីការសាររើឡើងវិញនៃខ្សែបន្ទាត់ព្រំដែនរវាងថៃជាមួយនឹងបារាំងនិងឥណ្ឌូចិននៅក្នុងប្រការ2នេះយើងឃើញថាទឹកដីឡាវដែលស្ថិតនៅភាគខាងលិចទន្លេមេគង្គត្រូវបានកាត់មកឲ្យថៃវិញចំណែកឯទឹកដីកម្ពុជាដែលស្ថិតនៅខាងលិចទន្លេមេគង្គហើយនៅក្នុងនោះមានខេត្តបាត់ដំបងសៀមរាបជាមួយនឹងផ្នែកខ្លះនៃខេត្តកំពង់ធំត្រូវបានកាត់មកឲ្យប្រទេសថៃវិញដើម្បីសម្របសម្រួលដល់ការកំណត់ខ្សែបន្ទាត់ព្រំដែនថ្មីនេះគេបង្កើតគណៈកម្មការព្រំដែនរវាងប្រទេសថៃជាមួយនឹងបារាំងនិងឥណ្ឌូចិនហើយការវាស់វែងព្រំដែននេះនឹងត្រូវធ្វើឲ្យចប់ក្នុងរយៈពេល1ឆ្នាំបន្ទាប់ពីបង្កើតគណៈកម្មការវាស់វែងព្រំដែននៃប្រទេសទាំងពីរទន្ទឹមនេះចំពោះទឹកដីដែលថៃទាមទារត្រឡប់មកវិញគឺត្រូវតែស្ថិតនៅក្នុងលក្ខខណ្ឌចំនួន3លក្ខខណ្ឌទី1គឺជាទឹកដីដែលគ្មានកងទ័ពទី2ជនជាតិបារាំងនៅលើទឹកដីដែលកាត់ត្រឡប់មកប្រទេសថៃនោះគឺមានសិទ្ធិពេញលេញស្មើនឹងប្រជាជនថៃដូចគ្នាចំណុចទី3ចំពោះទឹកដីនៅភាគខាងលិចនៃលួងប្របាងគឺរដ្ឋាភិបាលថៃធានាអាងគោរពយ៉ាងពេញលេញចំពោះផ្នូររបស់ខ្សែរាជវង្សឡាវនៅទីនោះចំពោះតំបន់ដែលគ្មានកងទ័ពប្រទេសថៃអាចរក្សាទុកសន្តិសុខឬក៏ប៉ូលីសនៅក្នុងចំនួនដែលចាំបាច់ប៉ុន្តែថៃនៅរក្សាសិទ្ធិបន្ថែមឬក៏បន្ថែមចំនួនប៉ូលីសក្នុងករណីដែលចាំបាច់ចំពោះជនជាតិបារាំងឬក៏ជាជនដែលស្ថិតនៅក្រោមការការពារឬក៏ក្រោមការគ្រប់គ្រងរបស់បារាំងមានសិទ្ធិនៅលើទឹកដីដែលកាត់ឲ្យប្រទេសថៃហើយក៏មានសិទ្ធិរើទីលំនៅឬទ្រព្យសម្បត្តិអ្វីទាំងអស់ចេញពីទឹកដីនោះទៅកន្លែងផ្សេងដោយសេរីរដ្ឋាភិបាលបារាំងនិងឥណ្ឌូចិនទទួលបានទឹកប្រាក់ចំនួន6លានផ្ទះជាថ្នូរជាមួយនឹងទឹកដីនៅប្រទេសឡាវជាមួយនឹងប្រទេសកម្ពុជាដែលថៃបានដណ្ដើមយកទៅវិញហើយទឹកប្រាក់ចំនួន6លានផ្ទះនេះគឺនឹងបង់ក្នុងរយៈពេល6ឆ្នាំនៅក្នុងមាត្រា10ក្នុងករណីដែលមានការបកប្រែឬក៏អនុវត្តកិច្ចព្រមព្រៀងនេះដែលមិនចុះសម្រុងឬក៏ខុសគ្នាភាគីទាំងពីរអាចតាក់ទងឬក៏ចរចាតាមមធ្យោបាយការទូតបើក្នុងមធ្យោបាយការទូតចរចាត្រូវគ្នាទៀតគឺអាចដាក់សំណើដល់រដ្ឋាភិបាលជប៉ុនមកដោះស្រាយទៅលើការបកស្រាយកិច្ចព្រមព្រៀងសន្តិភាពនេះនៅក្នុងប្រការទី11ចែងថាកិច្ចព្រមព្រៀងសន្តិភាពនេះនឹងមិនប៉ះពាល់ទៅដល់កិច្ចព្រមព្រៀងឬក៏សន្ធិសញ្ញាអនុសញ្ញាដែលប្រទេសថៃនិងបារាំងបានចុះកន្លងមកក្នុងករណីដែលមិនមានចំណុចពាក់ព័ន្ធនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះនៅក្នុងប្រការចុងក្រោយគេមានចែងថាកិច្ចព្រមព្រៀងសន្តិភាពនេះនឹងផ្លាស់ប្ដូរសញ្ញាប័ណ្ណនៅទីក្រុងតូក្យូប្រទេសជប៉ុនក្នុងរយៈពេល2ខែបន្ទាប់ពីចុះហត្ថលេខាកិច្ចព្រមព្រៀងនេះនឹងចូលជាធរមានសូមអរគុណចំពោះការតាមដានស្ដាប់ជួបគ្នានៅក្នុងវីដេអូក្រោយ